រឿងខ្មោចក្មេងស្រីនៅសាលារៀនចាស់នៅក្នុងទីក្រុងតូចមួយដែលស្ថិតនៅខេត្តបាត់ដំបងមានសាលារៀនចាស់មួយឈ្មោះសាលាព្រះវិហារចាស់សាលានេះត្រូវបានសាងសង់តាំងពីសម័យអាណានិគមបារាំងប៉ុន្តែត្រូវបានទុកចោលអស់រយៈពេលជាង30ឆ្នាំចាប់តាំងពីមានហេតុការណ៍គួរឲ្យភ័យខ្លាចកើតឡើងជញ្ជាំងសាលាព្រះស្រាំបង្អួចបែកខ្ទេចខ្ទីនិងមានស្មៅដុះពេញជុំវិញធ្វើឲ្យវាមើលទៅដូចជាកន្លែងលាក់ខ្លួនរបស់វិញ្ញាណអាក្រក់ប្រជាជននៅទីនោះតែងតែនិយាយពីខ្មោចក្មេងស្រីម្នាក់ឈ្មោះស្រីណាដែលតែងតែលេចមុខនៅពេលពាក់កណ្ដាលយប់ជាមួយសំឡេងសើចក្មេងដែលធ្វើឲ្យគេញាក់សាច់គេនិយាយថានាងជាសិស្សស្រីដែលត្រូវបានគេសម្លាប់ដោយគ្រូបង្គោលរបស់នាងកាលពីសម័យខ្មែរក្រហមហើយវិញ្ញាណរបស់នាងស្វែងរកការសងសឹងរឿងនេះចាប់ផ្ដើមពីយុវតីម្នាក់ឈ្មោះម៉ានីជាគ្រូបង្គោលថ្មីដែលមកពីភ្នំពេញនាងត្រូវបានផ្ទេរមកបង្រៀននៅសាលាថ្មីដែលស្ថិតនៅជិតសាលាចាស់នោះនាងមិនជឿរឿងខ្មោចទេគិតថាវាជារឿងនិទានដើម្បីបំភ័យមនុស្សប៉ុន្តែនៅថ្ងៃដំបូងដែលនាងមកដល់គ្រូចាស់នៅសាលាបានប្រមាននាងថាកុំដើរជិតសាលាចាស់នោះណាជាពិសេសនៅពេលយប់មានខ្មោចក្មេងស្រីដែលចូលចិត្តលេងល្បែងជាមួយគ្រូម៉ានីសើចហើយគិតថាវាជាការលេងសើចនាងចង់ស្រាវជ្រាវប្រវត្តិសាស្ត្ររបស់សាលាចាស់នោះសម្រាប់ការសិក្សារបស់នាងពេលល្ងាចមួយមេឃងងឹតខ្មៅខ្យល់បត់ត្រជាក់ម៉ានីសម្រេចចិត្តដើរទៅសាលាចាស់ដើម្បីថតរូបនាងយកទូរស័ព្ទនិងពិលតូចមួយដើរឆ្លងវាលស្មៅទៅកាន់សាលាទ្វារសាលាបើកចំហធូលីដីពេញនិងមានក្លិនចម្លែកដូចភ្នោនាងចូលទៅក្នុងថ្នាក់រៀនដំបូងឃើញទៅគ្រូចាស់ទ្រុឌទ្រោមនឹងក្តារខៀនដែលមានអក្សរសរសេរថាជួយខ្ញុំដោយឈាមក្រហមម៉ានីគិតថាវាជាការលេងរបស់ក្មេងភូមិនាងថតរូបហើយដើរបន្តទៅបន្ទប់បណ្ណាល័យនៅទីនោះនាងរកឃើញសៀវភៅកំណត់ហេតុចាស់មួយដែលសរសេរពីសិស្សស្រីឈ្មោះស្រីណាជាក្មេងស្រីឆ្លាតវ័យ12ឆ្នាំដែលចូលចិត្តរៀនសូត្រប៉ុន្តែត្រូវបានគ្រូបង្គោលរបស់នាងឈ្មោះលោកវ៉ាន់ចាប់រំលោភនិងសម្លាប់ដើម្បីលាក់បាំងគេបានកប់សាកសពនាងនៅក្រោមជាន់បន្ទប់រៀនហើយគេគិតថាវាជាការបាត់ខ្លួនប៉ុន្តែវិញ្ញាណរបស់ស្រីណាមិនសម្រាកទេនាងតែងតែលេចមុខដើម្បីស្វែងរកគ្រូដែលធ្វើបាបនាងម៉ានីអានដោយភ័យខ្លាចប៉ុន្តែនាងគិតថាវាជារឿងចាស់រំពេចនោះមានសំឡេងសើចក្មេងស្រីឮពីចម្ងាយដូចជាមកពីជាន់ខាងលើម៉ានីក្រោកឡើងដើរទៅមើលនាងឡើងជណ្ដើរទៅកាន់បន្ទប់រៀនខាងលើនៅទីនោះនាងឃើញក្មេងស្រីតូចម្នាក់អង្គុយនៅលើស្លៀកឯកសណ្ឋានសាលាចាស់សក់វែងខ្មៅនិងមុខស្លេកស្លាំងដូចក្រដាសក្មេងស្រីនោះងាកមុខមកភ្នែកខ្មៅងឹតហើយសើចថាគ្រូមកលេងជាមួយខ្ញុំទេម៉ានីភ័យខ្លាចនាងរត់ចុះជណ្ដើរប៉ុន្តែជណ្ដើរបានប្រែជាវែងគ្មានទីបញ្ចប់ហើយសំឡេងសើចកាន់តែខ្លាំងនាងដួលនៅក្រោមជណ្ដើរហើយភ្ញាក់ឡើងនៅក្នុងបន្ទប់រៀនដំបូងក្មេងស្រីនោះឈរនៅមុខនាងដៃតូចលូកមកចាប់ដៃនាងក្រវិនហេតុអ្វីគ្រូធ្វើបាបខ្ញុំសំឡេងនោះខ្សឹបត្រជាក់ដូចទឹកកកម៉ានីស្រែកថាខ្ញុំមិនមែនជាក្រវិនទេខ្ញុំជាម៉ានីប៉ុន្តែខ្មោចក្មេងស្រីនោះមិនស្ដាប់នាងចាប់ដៃម៉ានីទាញទៅក្រោមជាន់ដែលមានរន្ធបើកចំហម៉ានីស៊ូរុញនាងចេញហើយរត់ចេញពីសាលានាងរត់ទៅដល់ផ្ទះជួលរបស់នាងប៉ុន្តែសំឡេងសើចនៅតែតាមដានថ្ងៃបន្ទាប់ម៉ានីស្រាវជ្រាវបន្ថែមនៅបណ្ណាល័យភូមិនាងរកឃើញថាក្រវិនមិនបានស្លាប់ទេគាត់បានផ្លាស់ប្ដូរឈ្មោះទៅជាលោកម៉ានហើយជាជីតារបស់នាងផ្ទាល់ជីតារបស់នាងបានលាក់បាំងអតីតកាលនេះដោយសារភ័យខ្លាចការសងសឹងម៉ានីភ្ញាក់ផ្អើលនាងទៅជួបជីតាហើយសួរពីរឿងនេះជីតាយំសោកហើយសារភាពថាគាត់បានធ្វើបាបស្រីណាដោយសារសម្ពាធពីសម័យនោះប៉ុន្តែគាត់សោកស្ដាយពេញមួយជីវិតពួកគេត្រឡប់ទៅសាលាចាស់វិញដើម្បីធ្វើពិធីរំដោះវិញ្ញាណពួកគេនិមន្តព្រះសង្ឃមកសូត្រធម៌ជីក្រោកឆ្អឹងស្រីណានៅក្រោមជាន់និងធ្វើបុណ្យឲ្យនាងក្នុងពេលសូត្រមានខ្យល់បក់ខ្លាំងសំឡេងសើចប្រែជាសំឡេងយំហើយបន្ទាប់មកស្ងប់ស្ងាត់ខ្មោចស្រីណាលេចមុខជាលើកចុងក្រោយញញឹមដោយសុខសាន្តហើយបាត់ទៅជាមួយពន្លឺព្រះអាទិត្យសាលាចាស់ត្រូវបានជួសជុលคล้ายជាកន្លែងរំលឹកដល់ជនរងគ្រោះហើយម៉ានីคล้ายជាគ្រូដែលបង្រៀនពីសីលធម៌ប៉ុន្តែនៅពេលយប់ជ្រៅបើអ្នកដើរជិតសាលានោះអ្នកប្រហែលជាសំឡេងក្មេងស្រីខ្សឹបថាសូមអរគុណដែលរំលឹកថាកំហុសអតីតកាលត្រូវបានកែប្រែមុននឹងវាតាមដានយើងជារៀងរហូត